Nansing Toh terlop tơ ptehវិញ ហេតុអីបានជាបងមកទីនេះ Nansing តើលោកម្នាក់នេះជាបងប្រុសរបស់អ្នកមែនទេសួស្ដីបងប្រុសខ្ញុំជាប្តីរបស់នាងមនុស្សក្មេងគួរតែកាត់បន្ថយការលេងហ្គេមយប់ជ្រៅដើម្បីកុំឲ្យខូចភ្នែក លេងខ្ញុំ មិនមែនខ្ញុំចង់ស្ដីបន្ទោសអូនទេប៉ុន្តែក្នុងនាមជាស្ត្រីដែលមានប្តីហើយបែរជាមកទាញដៃទាញជើងជាមួយប្រុសប្លែកមុខនៅតាមផ្លូវមើលទៅមិនសមតតែសោះ មានការអីដែរលោកប្រធានចៅអនុញ្ញាតឲ្យតែមន្ត្រីបង្កាត់ភ្លើងតែមិនឲ្យប្រជាជនអុចចង្កៀងមែនទេខ្លួនឯងជាបុរសដែលមានប្រពន្ធហើយនៅតែទៅអបក្រសពជាមួយស្រីតែបៃតងទៀតខ្ញុំមិនទាំងនិយាយអ្វីផង អូនប្រច័ណ្ឌហើយមែនទេ ខ្ញុំគ្មានទេ ថ្ងៃត្រង់នេះទៅញ៉ាំបាយជាមួយគ្នាទៅ មិនបាច់ទេខ្ញុំញ៉ាំនៅអាហារដ្ឋាន អញ្ចឹងពួកយើងទៅញ៉ាំនៅអាហារដ្ឋានជាមួយគ្នាទៅ ក្រុមហ៊ុនមិនអនុញ្ញាតឲ្យមានស្នេហានៅក្នុងការិយាល័យទេលោកចៅប្រហែលជាមិនចង់បំពានច្បាប់ដែលខ្លួនឯងបានកំណត់នោះទេមែនទេ ពិន្ទុ1 តើនេះជា script ប្រភេទតាមអង្វរយកប្រពន្ធវិញគឺមែនទេសង្ហាណាស់ហើយតើអ្នកធ្វើការផ្នែកអ្វីដែរ ខ្ញុំធ្វើគៀវអិនសួស្ដីពួកយើងបានជួបគ្នាទៀតហើយ ហេតុអ្វីបានជាអ្នកនៅទីនេះ ខ្ញុំទើបតែចូលធ្វើការថ្ងៃនេះទេចាប់ពីពេលនេះទៅពួកយើងជាមិត្តរួមការងារហើយយប់នេះខ្ញុំសូមប៉ាវអ្នកទាំងអស់គ្នាពិសាអាហារសម្រន់ពេលយប់សង្ឃឹមថារៀមច្បងទាំងអស់គ្នានឹងជួយណែនាំការងារខ្ញុំផងណា ល្អតើយាយគ្រាន់តែជាបុគ្គលិកកម្មសិក្សាសោះប៉ាវមនុស្សច្រើនម្លឹងតើមិនបាច់រស់ទេអីអាហារមួយពេលនេះខ្ញុំប៉ាវចាត់ទុកជាកម្រៃដែលអ្នកបានលួងលោមខ្ញុំកាលពីថ្ងៃនោះចុះ ពិតជាមិនបាច់ទេតាមពិតខ្ញុំគឺ ហើយតើអ្នកមើលងាយខ្ញុំមែនទេ មិននឹងអាចទៅរួចខ្ញុំគ្រាន់តែបារម្ភខ្លាចអ្នកអស់លុយច្រើនពេកប៉ុណ្ណោះទៅហៅប្រធានផ្នែកធនធានមនុស្សមកជួបខ្ញុំមនុស្សបែបណាក៏រើសចូលក្រុមហ៊ុនដែរបាទ អ្នកបំរើហេតុអីគ្មានមនុស្សអញ្ចឹង ជំរាបសួរតើខ្ញុំអាចជួយអ្វីអ្នកបានទេបាទ ហេតុអីសំឡេងនេះដូចជាសាំម្លេះ រួចរាល់ហើយនេះទូរស័ព្ទរបស់អ្នកជាងឆិន តាមពិតទៅហាងនេះគឺខ្ញុំជាអ្នកបើកទេ ចុះហេតុអីមិនប្រាប់តាំងពីដំបូង អ្នកឯងមិនបានផ្ដល់ឱកាសឲ្យខ្ញុំនិយាយផង គ្រប់គ្នាសុទ្ធតែជាប្រធាននិងថៅកែមានតែខ្ញុំទេទៅដល់ណាក៏ជាអ្នកធ្វើការដូចក្របីដូចគោដែរប្រញាប់ខ្ជាក់លុយរបស់ខ្ញុំមកវិញភ្លាម នេះជាម្ហូបពិសេសប្រចាំហាងរបស់ខ្ញុំសាក់ផ្លាក់មើលទៅ ឆ្ងាញ់ណាស់ ដៃនិងកំភួនដៃឲ្យត្រង់ជាខ្សែបន្ទាត់តែមួយ ប្តីសម្លាញ់បងសង្ហាខ្លាំងណាស់ កុំមើលមកបងមើលទៅព្រួញវិញ ត្រូវចំគោដើរហើយ តាមពិតទៅវាគ្រាន់តែជាសុបិនសោះហេតុអ្វីបានជាមុខឯងនៅចិត្តខ្ញុំម្លេះលោកប្រធានលោកស្រែកហៅឈ្មោះលោកស្រីនៅក្នុងសុបិនរហូតតើលោកចង់ខ្ញុំគ្រាន់តែចង់ឲ្យនាងមកជួយបោសសម្អាតឲ្យខ្ញុំប៉ុណ្ណោះចុះឥឡូវនាងទៅណាហើយនៅក្លឹបបាញ់ធ្នូ បងជីងអានតើនោះមិនមែនជាណានស៊ីងទេហេតុអីបានជានាងអប់ជាមួយប្រុសផ្សេងទៅវិញ លេងទៅខ្ញុំមិនទាន់ខ្វាក់ភ្នែកទេមិនបាច់នាងមកក្រានរំលឹកខ្ញុំឡើយ បងជីងអានខ្ញុំប្រាប់បងតាំងពីយូរហើយថានាងគ្រាន់តែជាស្រីស្រាលខ្លួនម្នាក់ប៉ុណ្ណោះហេបងជីងអានតើបងចង់ទៅណាអូយជើងរបស់ខ្ញុំបងជីងអានខ្ញុំឈឺណាស់ខ្ញុំហាក់ដូចជាដើរមិនរួចទៀតទេ ខ្ញុំនាំនាងទៅ តើឯងកំពុងតែកើតទុករឿងអ្វីត្រឹមតែជាគោលដៅបំពេញបេសកកម្មម្នាក់ប៉ុណ្ណោះ តើនាងមិនអីទេ ខ្ញុំមិនអីទេតើចៅជីងអានបញ្ចប់ត្រឹមនឹងចុះ ចុះមកក្រោមមករួចរាល់ហើយឬនៅ បងប្រុសជីងអានខ្ញុំ ឈប់ទៅទុកចោលនៅល្បិចកញុះញង់បំបែកបំបាក់របស់អ្នកទៅណានស៊ីងជាមនុស្សបែបណាវាមិនទាន់ដល់វេនអ្នកមកវិតម្លៃនោះទេ ច្បាស់ណាស់ថាជានាងពាក់មួកបៃតងក្បិតចិត្តលើក្បាលបងដោយមិនលាក់បាំងសោះ នោះជារឿងរវាងប្តីប្រពន្ធពួកយើងវាមិនពាក់ព័ន្ធនឹងអ្នកទេ ជីងអានខ្ញុំទទួលស្គាល់ថាខ្ញុំស្រឡាញ់បងប៉ុន្តែខ្ញុំក៏មានកិត្តិយសផ្ទាល់ខ្លួនដែរក្នុងពេលដែលបងនិយាយដល់ថ្នាក់នេះហើយខ្ញុំនឹងមិនរំខានដល់ជីវិតរបស់ពួកបងទៀតទេជួយប៉ាវអាហារខ្ញុំមួយពេលទៅចាត់ទុកថាជាកម្រៃដែលបងទើបតែប្រើប្រាស់ខ្ញុំមិញនេះហើយក៏ចាត់ទុកថាជាការបញ្ចប់សម្រាប់ពួកយើងជាច្រើនឆ្នាំមកនេះដែរខ្ញុំប្រាប់បងទៅម្ហូបហ៊ូណាននៅហាងនេះឆ្ងាញ់ខ្លាំងណាស់ដើមឡើយចង់ដកថយដើម្បីវាយលុបមិននឹកស្មានថាឱកាសមកដល់លឿនបែបនេះសោះ
អូណានស៊ីងជួបគ្នាដោយចៃដន្យម្លេះមកញ៉ាំជាមួយគ្នាទៅ មិនបាច់ទេ អូយញ៉ាំជាមួយគ្នាក៏បានដែរថែមទាំងអាចសាកំហុកបានច្រើនមុខទៀតផងមើលខ្ញុំធ្វើអីទោះបីជាសម្រស់ខ្ញុំល្មមមើលបានក៏ដោយតែខ្ញុំក៏មិនមែនជាស្រីស្អាតដល់ថ្នាក់មើលជំនួសបាយបាននោះដែរពួកឯងមើលខ្ញុំក៏មិនអាចឆ្អែតបាយបានដែរណាជីងអានខ្ញុំចាំថាការរៀននៅសាលាឯងចូលចិត្តញ៉ាំបង្គាបំផុតតែស្អប់ការបកសម្បកបង្គាណាស់ហើយខ្ញុំត្រូវគ្នានឹងឯងល្មមដូចជាពេលនេះអញ្ចឹងខ្ញុំបកវាឲ្យរួចហើយតាក់ចូលក្នុងចានរបស់ឯងហើយចៃដន្យម្លេះពួកយើងទាំងពីរក៏បំពេញឲ្យគ្នាទៅវិញទៅមកដែរតើមកជួយបកអាទាំងនេះឲ្យខ្ញុំបន្តិចទៅកុំភ្លេចដកសរសៃក្នុងបង្គាចេញផងណាខ្ញុំខ្ពើមណាស់ណានស៊ីងឯងមិនបាច់មានគំនុំជាមួយខ្ញុំខ្លាំងម្លេះទេខ្ញុំចិត្តនឹងដកខ្លួនចេញទៅហើយតើណែជីងឈិនឯងបានកំងតែបៃតងទេមិនក៏មានក្លិនតែបៃតងឈួរខ្លាំងម្លេះនាងចុះនាងឯងល្អជាងខ្ញុំត្រង់ណាទៅនាំប្រុសផ្សេងមកញ៉ាំបាយជាមួយប្តីខ្លួនឯងហើយនៅធ្វើមុខប្រងើយកន្តើយបានទៀតចុះប្តីខ្ញុំមិននាំស្រីផ្សេងមកញ៉ាំបាយជាមួយខ្ញុំដែរមែនទេហើយស្រីម្នាក់នោះថែមទាំងចង់បានដៃបានជើងនៅចំពោះមុខខ្ញុំទៀតនាងនិយាយស្ដីកុំឲ្យហួសហេតុពេកណាបានហើយខ្ញុំញ៉ាំឆ្អែតហើយកុំភ្លេចគិតលុយផងណាទ្រព្យសម្បត្តិរួមប្តីប្រពន្ធចែកគ្នាម្នាក់ពាក់កណ្ដាលតើអ្នកប្រកាសជាមិនចង់ដឹងមែនទេថាថ្ងៃស្អែកខ្ញុំនឹងស្លៀកពាក់ឈុតអ្វីទៅកម្មវិធីរំលឹក ចង់ទេមិនចាប់អារម្មណ៍ឡើយ ចុះបើអ្នកចំណាំខ្ញុំមិនបានតើធ្វើយ៉ាងម៉េចអ្នកជាបុរសមានគ្រួសារហើយតើនៅចង់ទៅអបក្រសោបជាមួយស្រីផ្សេងទៀតមែនទេបុគ្គលិកដែលរៀបការរួចនៅក្នុងក្រុមហ៊ុនមានច្រើនណាស់ក្នុងនាមខ្ញុំជាប្រធានខ្ញុំត្រូវតែធ្វើជាគំរូ អូខេអញ្ចឹងថ្ងៃស្អែកខ្ញុំរំតិចតួជាមួយជាងឆេនក៏បានដែរ នាងហ៊ានសាក់មើល មនុស្សប្រុសមាត់ផ្សេងចិត្តផ្សេង គួរឲ្យធុញណាស់ បានហើយឈប់ធ្វើពុតទៅសៀវភៅកាន់បញ្ច្រាស់អស់ហើយ បានហើយខ្ញុំត្រូវទៅផ្ទះហើយ តើឈុតរ៉ូបមួយណាដែលនាងបានជ្រើសរើសខ្ញុំចង់បានមួយឈុតដូចគ្នាបេះបិទអេឆេនប្រធានឲ្យនាងទៅបន្ទប់ស្តុកអីវ៉ាន់មួយផ្លែត ឥឡូវនេះមែនទេ បាទគឺថាមានរបស់ខ្លះត្រូវការឲ្យផ្នែកអនាម័យរបស់ពួកនាងជួយរៀបចំ ចាប្រធានតើអ្នករកខ្ញុំមែនទេបើកទ្វារឲ្យខ្ញុំចេញទៅបើកទ្វារឲ្យខ្ញុំចេញទៅសូមជួយ like share និង follow page ម្នាក់មួយផងឬឲ្យជាថ្លៃទឹកតែដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀត